មួយសវត្សរ៍ឬពីរទសវត្សរ៍មុននេះមនុស្សណាមានបិទបីកន្លែងត្រូវបានបញ្ជូនទៅវះកាត់ហើយអ្វីបានជាដូច្នេះព្រោះបច្ចេកវិទ្យានៅមិនទាន់អភិវឌ្ឍហើយការយល់ដឹងរបស់យើងអំពីបិទទាំងនោះក៏មិនទាន់អភិវឌ្ឍដល់កម្រិតដែលអាចធ្វើអង្គឈូផ្លាស្ទីបានដែរប៉ុន្តែក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះមានការរីកចម្រើនយ៉ាងខ្លាំងហើយបិទ 100% អាចព្យាបាលដោយអង្គឈូផ្លាស្ទីបានដោយមានអត្រាជោគជ័យប្រហែល 95%ហើយបិទច្រើនកន្លែងអាចព្យាបាលបានដោយមានអត្រាជោគជ័យ 99.9%អ្វីដែលនេះមានន័យគឺអ្នកជំងឺភាគច្រើនដែលមានបិទច្រើនកន្លែងឬបិទដែលមានសារធាតុកាល់ស្យូមឬបិទ 100% អាចព្យាបាលដោយអង្គឈូផ្លាស្ទីបានឥឡូវនេះប្រហែលជាមានការប្រឆាំងតិចតួចទៅនឹងមទូទៅរបស់សាធារណជនហើយប្រកាសណាស់រួមទាំងមនុស្សខ្លះនៅក្នុងវិស័យវិទ្យាសាស្ត្រផងដែរហើយអ្វីបានជាដូច្នេះព្រោះជំនឿដែលមានរយៈពេលយូរថាបិទច្រើនកន្លែងមិនគួរត្រូវបានព្យាបាលដោយអង្គឈូផ្លាស្ទីទេព្រោះវាអាចបង្កើតអ្វីដែលយើងហៅថា restenosis នោះគឺជាការបិទឡើងវិញនៅខាងក្នុងស្តេនបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ជិត20ឆ្នាំមកហើយដោយប្រើស្តេនបញ្ចូលថ្នាំហើយបិទ 100% ក៏អាចព្យាបាលបានដោយប្រើខ្សែសរសៃថ្មីកាតែថ្មីបច្ចេកវិទ្យា laser យើងមានបច្ចេកវិទ្យា rotablation ហើយប្រកាសណាស់ប៉ុងនិងស្តេនថ្មីកាន់តែប្រសើរបានធ្វើឲ្យអាចផ្ដល់លទ្ធផលដែលស្ទើរតែដូចការវះកាត់ឬខ្លះពេលក៏ល្អជាងផងដែរហើយការពិតគឺថាស្ទើរតែមិនមានអ្នកជំងឺណាម្នាក់ចង់ធ្វើវះកាត់ទេបញ្ហាគឺយើងមិនមានបច្ចេកវិទ្យាដើម្បីជៀសវាងការវះកាត់នោះទេប៉ុន្តែសប្តាហ៍យើងមានហើយថ្ងៃនេះយើងមានបច្ចេកវិទ្យាដើម្បីបង្ការការវះកាត់មុនពេលវាអាចកើតឡើងប្រហែលជា10ឬ20ឆ្នាំទៀតពួកគេអាចត្រូវការធ្វើវះកាត់វិញប៉ុន្តែក្នុងស្ថានភាពសប្តាហ៍នេះការច្របាច់ច្រើនកន្លែងការច្របាច់ 100% ការច្របាច់ស្តេននៅសរសៃឈាមធំខាងឆ្វេងទាំងអស់អាចព្យាបាលដោយអង្គឈូផ្លាស្ទីបានយ៉ាងជោគជ័យហើយលទ្ធផលរយៈពេលវែងក៏ស្មើនឹងការវះកាត់ផងដែរហើយក៏មានគំនិតថាមនុស្សដែលមានជំងឺទឹកនោមផ្អែមមិនគួរធ្វើអង្គឈូផ្លាស្ទីទេដែលកាលពី20ឆ្នាំមុនវាជាការពិតប៉ុន្តែឥឡូវនេះវាមិនមែនជាការពិតទៀតទេវិស័យឯកទេសរបស់ខ្ញុំគឺព្យាបាលការច្របាច់សរុប 100% ដែលមានរយៈពេលជាច្រើនខែដូច្នេះវាជាការច្របាច់រឹងខ្លាំងដូច្នេះយើងត្រូវការខ្សែពិសេសនិងឧបករណ៍មីក្រូនិងជំនាញខ្ពស់ដើម្បីបើកកន្លែងច្របាច់នោះហើយដាក់ស្តេនអ្នកគួរតែដឹងថាប្រហែល 1/5 នៃអ្នកជំងឺដែលធ្វើអង្គឈូក្រាមមានការច្របាច់ 100% ហើយ 90% នៃមូលហេតុដែលអ្នកជំងឺទាំងនេះត្រូវធ្វើការវះកាត់គឺព្រោះការច្របាច់ 100% នោះមិនត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតនោះទេដូច្នេះសមត្ថភាពក្នុងការព្យាបាលការច្របាច់ 100% នោះគឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យយើងជៀសវាងការវះកាត់និងផ្ដល់អង្គឈូផ្លាស្ទីដែលមិនត្រូវវះកាត់ធំដល់អ្នកជំងឺសម្រាប់ជំងឺសរសៃឈាមបេះដូងគ្រប់ប្រភេទ